គ្រួសារ4ជំនាន់ស្លាប់កូនប្រុសរាប់មិនអស់រឿងគួរឲ្យខ្លាចនៃតុក្កតាជូលៀតវាមិនមែនជាទេវកថានោះទេវាជាការពិតកើតឡើងម្ដងហើយម្ដងទៀតជូលៀតជាកម្មសិទ្ធិរបស់គ្រួសារមួយអស់រយៈពេលជាង1សតវត្សមកហើយតុក្កតានេះមកជាមួយនឹងបណ្ដាសាដ៏អាក្រក់ប៉ុន្តែគ្រួសារមិនហ៊ានជាមួយវាទៅទេគេនិយាយថាតុក្កតានេះមានព្រលឹងចំនួន4ប៉ុន្តែចំនួននឹងកើនឡើងដោយជាមិនរួចព្រោះតុក្កតានេះត្រូវបានឆ្លងពីម្ដាយទៅកូនបណ្ដាសាតើអ្នកនឹងទុកវត្ថុនេះនៅចិត្តកូនរបស់អ្នកដែរឬទេតើអ្នកអាចគិតអំពីហេតុផលណាមួយដែលអ្នកនឹងរក្សាវត្ថុមួយជាកម្មសិទ្ធិរបស់អ្នកដែលធ្វើឲ្យអ្នកឈឺចាប់ពេលមើលឃើញវានោះជាខ្មោចលងហើយនោះជាការរំលឹកឥតឈប់ឈរនៃព្រឹត្តិការណ៍ដ៏សែនឈឺចាប់ក្នុងអតីតកាលរបស់អ្នកអាណាមានវត្ថុបែបនេះនៅក្នុងកម្មសិទ្ធិរបស់នាងវាគឺជាតុក្កតាអាយុ1សតវត្សដែលត្រូវបានគេដាក់ឈ្មោះថាជូលៀតនៅពេលយប់តុក្កតានេះត្រូវបានគេនិយាយថាវាបញ្ចេញសំឡេងយំរបស់ទារកផ្សេងគ្នាប្រុសទាំងអស់ជួនកាលច្រៀងជួនកាលទាំងអស់ក្នុងពេលតែមួយអាណាស្គាល់ឈ្មោះព្រលឹងទាំង4ដែលត្រូវបានគេនិយាយថារស់នៅក្នុងតុក្កតាហើយវាបានបន្តដល់ម្ដាយនិងកូនស្រីទាំង4ជំនាន់ដែលរក្សាតុក្កតាខ្មោចនៅក្នុងកម្មសិទ្ធិរបស់ពួកគេតុក្កតានេះមិនត្រឹមតែមានខ្មោចលងទេថែមទាំងត្រូវបណ្ដាសាទៀតផង4ជំនាន់មុនជីដូនរបស់អាណាទទួលអំណោយអំពីមិត្តភក្តិនៅពេលដែលនាងមានផ្ទៃពោះកូនទី2របស់នាងហើយបានទទួលជាអំណោយនេះគឺសម្រាប់ការមានផ្ទៃពោះអ្វីដែលមិនអាចដឹងនៅពេលនោះគឺមិត្តភក្តិដែលជូនអំណោយដល់នាងនោះគឺចំណែនឈ្នានីសនឹងនាងតែគេមិនដឹងច្បាស់ថាមូលហេតុអ្វីបានជាមិត្តរបស់គាត់ប្រច័ណ្ឌនោះទេឬចំណែននោះទេគ្រាន់តែនាងដឹងថាគឺជាមិត្តភក្តិរបស់នាងតុក្កតាដែលត្រូវបានផ្ដល់ឲ្យគឺចេញពីភាពជូរចត់នេះគឺត្រូវបណ្ដាសាហើយព្រឹត្តិការណ៍ដ៏សោកនាដកម្មបានកើតឡើងនៅក្នុងគ្រួសារនោះជីដូនរបស់អាណាបានផ្ដល់កំណើតដល់ក្មេងប្រុសដែលមានសុខភាពល្អហើយមិនអាចដឹងថាការស្លាប់ស្ថិតនៅជ្រុងនៃម្ខាងនោះទេនៅថ្ងៃទី3ជីវិតកូនប្រុសដែលទើបនឹងកើតរបស់នាងត្រូវបាត់បង់ដោយជំងឺមួយរំពេចនិងមានភាពអាថ៌កំបាំងសោកនាដកម្មដូចគ្នានេះនឹងកើតឡើងយ៉ាងហោចណាស់4ជំនាន់ស្ត្រីម្នាក់ក្នុងគ្រួសារនឹងមានកូន2នាក់គឺកូនប្រុសម្នាក់និងកូនស្រីម្នាក់ប៉ុន្តែកូនប្រុសនឹងស្លាប់3ថ្ងៃបន្ទាប់ពីកើតភ្លាមបន្ទាប់ពីកូនប្រុសរបស់នាងបានស្លាប់ជីដូនរបស់អាណាបានចាប់ផ្ដើមជួបប្រទះនឹងការលងបន្លាចដែលចេញពីតុក្កតាជូលៀតទារកយំសោកអាចត្រូវបានគេឮនៅពេលយប់ជ្រៅហើយនាងដឹងថាវាជាកូនរបស់នាងដែលបានស្លាប់ទោះបីជាការយំនីមួយនាំមកនូវការចងចាំនៃការស្លាប់ភ្លាមរបស់កូនប្រុសនាងនិងការកាន់ទុក្ខក្រោយសោកនាដកម្មក៏ដោយកូននាងមិនអាចកម្ចាត់តុក្កតានោះបានឡើយនាងបានដឹងថាកូនប្រុសរបស់នាងត្រូវបានជាប់នៅក្នុងនោះហើយនាងគួរតែការពារគាត់ការពារតុក្កតានោះអ្នកណាដឹងថានឹងមានអ្វីកើតឡើងបើតុក្កតានោះបែកតុក្កតានេះនឹងបានចូលទៅក្នុងដៃជីដូនអាណានៅពេលដែលនាងបានក្លាយជាមនុស្សពេញវ័យនាងបានដឹងពីការស្លាប់ដំបូងរបស់បងប្រុសរបស់នាងហើយរឿងដែលគាត់ជាប់នៅក្នុងយូលៀតអ្វីដែលនាងមិនបានដឹងនោះគឺសោកនាដកម្មពិតប្រាកដដូចគ្នានឹងវាប្រហារកូនរបស់នាងផ្ទាល់នាងមានកូន2កូនប្រុសម្នាក់និងកូនស្រីម្នាក់ជាថ្មីម្ដងទៀតកូនប្រុសបានស្លាប់នៅវ័យក្មេងហើយសំឡេងយំរបស់គាត់ត្រូវបានបញ្ចូលទៅក្នុងតុក្កតានោះដូចគ្នាវត្តនេះកើតឡើងម្ដងហើយម្ដងទៀតរហូតមកដល់សព្វថ្ងៃដោយអាណាជាម្ចាស់តុក្កតានាពេលបច្ចុប្បន្ននាងមានកូនស្រីម្នាក់ប៉ុន្តែបានបាត់កូនប្រុសនៅ3ថ្ងៃបន្ទាប់អាណានិយាយថាសម្រ័យរបស់កូនប្រុសនាងត្រូវបានបន្ថែមទៅលើក្មេងប្រុស3នាក់ផ្សេងទៀតនៅក្នុងតុក្កតានោះសមាជិកម្នាក់នៃគ្រួសារដែលត្រូវបណ្ដាសាបានមើលថែតុក្កតាដោយដែលពួកគេចង់មើលថែកូនប្រុសរបស់ពួកគេប្រសិនបើពួកគេរស់នៅក្រៅពីការបាត់បង់កូនប្រុសរបស់នាងផ្នែកដ៏អាក្រក់បំផុតនៃបណ្ដាសាគឺជាកូនស្រីរបស់នាងក៏នឹងបាត់បង់កូនប្រុសម្នាក់ដែរខណៈដែលវត្តនៅតែបន្តអាណានឹងមិនប្រថុយនឹងការបាត់បង់តុក្កតានោះទេ
ទោះបីជាការជឿចាប់4ជំនាន់ក៏ដោយនាងនិយាយថាសម្រែកអាចលឺច្បាស់ណាស់ផ្នែកដ៏លំបាកបំផុតនៃបណ្ដាសាគឺជាម្ចាស់របស់ Juliet កាន់បន្ទុកកាន់តែធ្ងន់ទៅដែលគ្មាននរណាម្នាក់ជឿលើពួកគេត្បិតពួកគេគឺជាមនុស្សតែម្នាក់គត់ដែលអាចលឺកូនរបស់ពួកគេនិងសម្រែករបស់ក្មេងៗផ្សេងទៀតតើបណ្ដាសាបែបនេះអាចបន្តដល់ពេលណា